Hello សួស្តីទាំងអស់គ្នាបាទស្វាគមន៍មកកាន់ទីក្រុង Royal Premium 0.5 ហើយថ្ងៃនេះខ្ញុំមកតាមសន្យាជាមួយនឹងវីដេអូថ្មីតាក់ទងនឹងរបៀបមើលឡានម៉ូតូអ្នកទាំងអស់គ្នាពេលជាប់នៅក្នុង impound របស់ប៉ូលីសអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញគ្នាយើងពីរបៀបមើលវាអត់មានអីពិបាកមើលទេវាស្រួលទេហើយបើគ្នាយើងចង់ជួយ support ឬក៏លើកទឹកចិត្តខ្ញុំអីអាចលើកទឹកចិត្តបានអូខេអញ្ចឹងខ្ញុំមានម៉ូតូមួយគ្រឿងខ្ញុំឧទាហរណ៍ដោយសារខ្ញុំយក character police មកទៅស្រួលឧទាហរណ៍ពីអ្នកនរគ្នាអញ្ចឹងខ្ញុំឧទាហរណ៍សិនខ្ញុំដាក់ bill land ម៉ូតូហ្នឹងចំនួន$10ចាឧទាហរណ៍គ្នាយើងទុកចោលផ្ទះតាមផ្លូវអញ្ចឹងនៅចូល impound របស់ police ហើយជាប់ impound ចំនួន$10អញ្ចឹងណាអ្នកនរគ្នាអធិស្ឋានដោយសារអីនៅនេះវារៀងដាច់ map អញ្ចឹងពេលដែលម៉ូតូឡានរបស់យើងជាប់ impound យើងចូលទៅកាន់សាច់ដុំ N យកអាខាងឆ្វេងដៃចុងគេដូចរូបស្លឹកសភៅហ្នឹងពាក្យកាត់វា DOCS អ្នកនរគ្នាចុងគេក្បែររូបឡានហ្នឹងខាងឆ្វេងដៃនេះចូលទៅវាទៅចាអធិស្ឋានយើងចូលម្ដងទៀតមកចូលមកនេះអ្នកនរគ្នាអស់ទៅខាងក្រោមគេបងអស់ដូចគ្នាអស់ទៅខាងក្រោមអ្នកនរគ្នានឹងឃើញឈ្មោះម៉ូតូរបស់យើងមុនហ្នឹងអញ្ចឹងអ្នកនរគ្នាមើលខាងចុងគេខាងស្ដាំដៃវាដាក់ពាក្យថា impound បើពេលជាប់ក្នុងimpound ប្រជាជនវាដាក់ពាក្យកតុយនឹងវាដាក់ insurance តែនេះរបស់ police ចឹងវាដាក់ថាពាក្យ impound ចឹងមានន័យថាឡានម៉ូតូរបស់យើងគឺនៅ impound របស់ police ហើយចឹងគ្នាយើងនេះជា map របស់ប៉ុស្តិ៍ police គ្នាយើងអាចឲ្យខ្ញុំ note ឲ្យ map ប៉ុស្តិ៍ police ចឹងគ្នាយើងចូលម្ដងគ្នាយើងចូលមកកន្លែងហ្នឹងហើយគ្នាយើងរត់ទៅខាងមុខនេះវាដាក់សញ្ញាពណ៌បៃតងនេះអ្នកគ្នាចុចសាច់ដុំវាយលើវាទៅនេះឈ្មោះម៉ូតូរបស់យើងដែលត្រូវ police impound នេះគេផាកពីនៅយើងចំនួន$10អញ្ចឹងអ្នកគ្នា pay ទៅអូខេពេលដល់គេ pay វានឹងដកលុយយើងចំនួន$10អញ្ចឹងម៉ូតូរបស់យើងកាលណាយើងជិះទុកអញ្ញែយើងអត់បានលក្ខណៈថាយើងអត់បានជិះធ្លាក់ទឹកឲ្យសុកបាត់វាអាចករណីប៉ូលីសដាក់ impound ម៉ូតូរបស់យើងអញ្ចឹងនេះជារបៀបមើលរបៀបយកដកចេញពី impound អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់អ្នកគ្នាដែលស្រឡាញ់ចូលចិត្តនិងគាំទ្រនឹងមើលវីដេអូរបស់ខ្ញុំកន្លងមកខ្ញុំអត់មានអីច្រើនទេខ្ញុំមានតែពាក្យថាអរគុណហើយក៏អរគុណសម្រាប់គ្នាយើងដែលគាំទ្រនិងស្រឡាញ់ចូលចិត្តមកលេងនៅក្នុងក្រុមរបស់ខ្ញុំដូចគ្នាអញ្ចឹងអរគុណច្រើនណាស់អ្នកគ្នាជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើនបាយបាយ